ចេះមកចឹងបានលូងដកចូលគ្នាមកក៏បានដែរចាបងប្អូនអរគ្នាថ្ងៃនេះមកដើរបេះស្វាយទុំពូឃើញស្វាយទុំជ្រុះចោលច្រើនមែនតើអញ្ចឹងស្ដាយក៏បេះយកធ្វើដំណាប់ស្វាយទុំបងប្អូនហើយស្វាយផ្ទះខ្ញុំច្រើនដើមដែរអញ្ចឹងបេះទុំមួយដើមតែ4 5ផ្លែហ្នឹងក៏ធ្វើមិនអស់ដែរចានេះសិតតែទុំដើមឯងបងប្អូននេះហើយពណ៌ឡើងស្អាតស្អាតទុំមលោងមលោងហ្មងធំនេះតែមួយដើមហ្នឹងតំផ្កាហ្នឹងតែអានេះវាផ្លែមុនបែកអស់ជ្រុះពេញដីពេញដើមអស់ហើយបងប្អូនអើយអត់បានដើមមើលនេះសត្វស៊ីនេះកូននេះជួយយកដាក់ក្នុងល្អីតិចកូននេះកូននេះយ៉ាត់មុតដៃកាន់ឲ្យស្រួលបួលចាជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីមីងលោកយាយតាជាទីគោរពរាប់អានចាសូមស្វាគមន៍មកកាន់វីដេអូរបស់នាងខ្ញុំបងប្អូនថ្ងៃនេះមានស្វាយទុំចាមួយកូនល្អីនេះច្រើនដែរប្រហែលជាចូល10គីឡូស្វាយទេបងប្អូនអញ្ចឹងដោយសារតែវាសម្បូរហើយយើងហូបមិនតាន់ខ្ញុំនឹងយកវាមកច្នៃធ្វើជាដំណាប់ស្វាយទុកហូបនៅពេលដែលខែយើងអស់ស្វាយទុំណាចាអញ្ចឹងការធ្វើដំណាប់ស្វាយទុំនេះផងដែរបងប្អូនធ្លាប់តាមដានវីដេអូខ្ញុំប្រហែលជាបានឃើញខ្លះមកហើយសម្រាប់បងប្អូនអ្នកតាមដានយូរហើយណាតែសម្រាប់អ្នកថ្មីប្រហែលជាមិនទាន់បានឃើញទេចាអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកធ្វើដំណាប់ស្វាយទុំចែកជូនបងប្អូនទាំងអស់គ្នាទស្សនាចាចង់ដឹងថាការធ្វើបែបខ្ញុំយ៉ាងណាខ្លះអញ្ជើញតាមដានវីដេអូនេះទាំងអស់គ្នាចាអញ្ចឹងចំពោះផ្លែស្វាយខ្ញុំយកផ្លែស្វាយទុំហ្នឹងមកចិតសម្បកឲ្យស្អាតសិនណាបងប្អូនហើយស្វាយនេះគឺប្រភេទស្វាយកែវរមៀតចាបើនិយាយពីផ្អែមវិញផ្អែមលែងមានកន្លែងជូរឯងបងប្អូនឲ្យតែថាទុំដើមហើយពណ៌វាឡើងប៉ុណ្ណឹងណាបើថានៅរៀងពណ៌រៀងបៃតងជាងនឹងតិចអាចវារៀងមានរសជាតិរៀងផ្អែមខ្លះរៀងជូរតិចខ្លះហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអត់ចូលចិត្តផ្អែមខ្លាំងពេកទេអញ្ចឹងការធ្វើដំណាប់ស្វាយរបស់ខ្ញុំនេះគឺសង្ឃថាសុទ្ធ 100% តែម្ដងបងប្អូនប៉ុន្តែបើយើងអត់ដាក់បន្ថែមស្ករទេវាធ្វើឲ្យដំណាប់ស្វាយយើងហ្នឹងវាអត់សូវស្វិតល្អអញ្ចឹងខ្ញុំប្រើស្ករហ្នឹងតិចតួចដែរចាតែបើបងប្អូនមិនចង់ដាក់ក៏មិនជាបញ្ហាដែរមិនបាច់ដាក់ក៏បានដែរបងប្អូនតែបើយើងដាក់ទៅដូចថាវាកាន់តែល្អថែមទៀតណាប៉ុន្តែมันចាំបាច់ដាក់ច្រើនហួសហេតុពេកអីទេព្រោះស្វាយវាផ្អែមស្រាប់ហើយចាក្លិនឡើងក្រអូបហើយពណ៌វិញលឿងល្អណាស់បងប្អូនប៉ុន្តែដល់ទៅពេលសម្បូរទៅវាដូចហូបតែមួយអញ្ចឹងហូបមិនចង់អស់បងប្អូនលក្ខណៈថាពេលដែលមានលែងឃ្លានណាចាកាលអត់ហ្នឹងបានគេឲ្យមកផ្លែពីរអីមកហ្នឹងឆ្ងាញ់ដល់ពេលសម្បូរហូរហៀទៅជ្រុះពេញដើមអត់មានអ្នកណាហូបទេហើយផ្ទះគេក៏មានផ្ទះយើងក៏មានអញ្ចឹងទៅវាបបោបងប្អូនចាគាត់ណាផ្លែឈើហូបចុកនៅផ្ទះតិចតួចហ្នឹងវាមិនសូវជាខ្វះខាតអីទេផ្ទះយើងនៅតាមស្រុកស្រែចាជនបទអញ្ចឹងយើងមានដីដាំដំណាំហូបផ្លែបានណាចាដំណាប់ស្វាយធ្វើខែនេះគឺយើងហាលឆាប់ស្ងួតដោយសារតែខែក្តៅចាខែប្រាំងខែនេះគឺខែចែកបងប្អូនអញ្ចឹងមេឃក្តៅខ្លាំងមែនតើអញ្ចឹងយើងហាលតែមួយថ្ងៃពីរថ្ងៃចាស្ងួតទុកបានហើយ
mà plai này sạch lọ nè bọn bố nói về tung lọ là cái tháp bò rầm miệt nữa chắc mình cái hai spy kêu rầm miệt nữa bọn bố nó sạch vậy nè chà này đang tập em khăn mà ai ta sạch bên chẳng nhìn nó sạch càng khăn nóng hay spy nhóm bạn sơ miên sờ say vậy bọn bố spy khác với riêng sờ bò sờ say sạch em cũng rất cua món à bọn bố chà bà tha score đọc á em ấy cứ buồn chạnh buồn này bọn bố chà bọn bố đọc này là spy nhưng chật bỏ vì hào giấy hay dương mưa tới bởi vì mình chôm rồi còn mình tự cơ trái dương skill về chân nhất nói chà hành tránh dương vô về máu liên tục sạch Này bà ơn á, mà mày ơn chú liêng á. Liêng ở sạch Nè. Phải không? Ai cần liêng từ ấy. Câu liêng từ ớt tới bơ nhẹ nhảy tiền tới tiền Ai cần liêng hả? câu liêng ngon ta Vợ ăn một câu này. Ai cần liêng từ ấy. câu liêng có câu chui cho chui ca nghe mặt la tới ok Nhà mấy ăn đạo rồi. đã mấy không nhìn nhằm na để cái chặt chanh đó Cho thở. chặt đi rồi liêng ớt hả nữa Rồi nó pháo tiết. nó lươn mà mà phải nhập chặt Để bác con nào. Hai. ba liền đây xã đó có người ai xã chà bông bồn đó nên chẳng là dân liền xã hái cứ dân vô xoay mà chặt hay chất bông bồn chặt mạch của bạn đấy vừa mạch ao tài dân nghi xua vô từ cô nó lợp lướng á bà ọt miên xin cái lọc tế bông bồn còn là chặt chặt chẳng hay dân vô về tại đã nó lợp lướng cô về tịch tịch tất cô về rồi đây còn hai dân chầm nải pe riêng du bà sân dân cái lọc về mắt chà dân chầm nải pe cô lợp lướng nó chập rồi lấy sạch xoài nó mọt lỗ nữa chà chẳng cà phê môn máuខ្ញុំធ្លាប់ធ្វើបង្ហាញជូនហើយដោយសារតែមានបងប្អូនគាត់សួរថាបើអត់មានអីក្លុកចឹងធ្វើម៉េចណាចឹងយើងចាត់វាចឹងទៅចាចាត់ដុំចឹងទៅមិនបាច់ចាត់ដុំអីម៉ត់ពេកល្អិតពេកអីទេគឺលក្ខណៈថាចំណិតអញ្ចឹងហើយយើងយកទៅដាក់លើភ្លើងទៅវារលាយហើយបងប្អូនចាតែថ្ងៃនេះខ្ញុំក្លុកឲ្យវាឆាប់ម៉ត់ល្អពេលដែលយើងកូរទៅហើយចាត់យកគ្រាប់វាចេញចឹងទៅចាchặt hào nó giờ về từ cái lọc sắt mà giờ từ câu lơ phượng á bố ta xong bị chạy thay bỏ ăn miếng còn là chặt chẳng hái giờ từ câu lơ phượng tới câu về là liệt được kia đây còn là dừng chầm nải pe riêng du chẳng á chào bố đã kia là nếu nhom chặt xoài những hào giấy hay chẳng nhom nâng dột xoài để nhom chặt hào nhất tới cái lọc ở viêm mật tại đội nhung bị trẻ bom ôn ở đây chắc mà sân trẻ miền mà xin cái lọc rồi có cần về tới bom ôn cho về chặt hào chẳng dương chặt lại tới không nắng hay cầu về tịch nó lửa phơn tới cha nó về để về trời cầm đáy tới cứ về rồi liề mà đo mình tịch đây cha chẳng còn là thà dương cầu về nó chậm lại về riêng du đây tầm còn từ về rồi liề ở hành chẳng đấy cha vì môn máu có miền sấy cái lọc tới bom ôn có chặt thành chẳng hay cho từ cầu tới cha chẳng là lỡ nhung vô về màu cái lọc xanh chà mà bọn đặc nên chẳng là nhầm cho spái màu cái lục á đặt không sơn cái lục trong tới dương cái lục đi ở mặt mình bà cái lục tới bố cái lục cái mặt phèn nó mặt đây phải tung chứ nó bên này xanh còn ở tầng mà xanh pì
ហើយយើងចាក់វាដាក់នៅក្នុងឆ្នាំងធំមួយស្រួលយកវាទៅកូរខ្ញុំដាក់ឆ្នាំងជ្រៅអញ្ចឹងព្រោះអីមានប្រវត្តិធ្លាប់ធ្វើដំណាប់ស្វាយហ្នឹងទៅវាពេលដែលវាពុះទៅវាខ្ទាតមករលាកដៃបងប្អូនដាក់ឆ្នាំងខ្ទះតែឆ្នាំងខ្ទះស្រួលកូរគាត់ថាវាខ្ទាតពេលពុះហ្នឹងខ្ទាតមកវារលាកដៃអញ្ចឹងឥឡូវដាក់ឆ្នាំងជ្រៅម្ដងចាបងប្អូនអរគ្នាឥឡូវនេះខ្ញុំក្លុកស្វាយហើយបានឡើងកន្លះឆ្នាំងហ្មងហើយក្លុកមកអញ្ចេះគឺថាងាយមែនតើមកពេលដែលកូរលើភ្លើងតែបន្តិចទៅវាស្ងួតដាច់ទឹកយើងអាចយកវាទៅហាលបានតែម្ដងណាបងប្អូនចាចាអញ្ចឹងនៅក្នុងស្វាយ10គីឡូហ្នឹងខ្ញុំដាក់អំបិលកន្លះស្លាបព្រាបាយហើយខ្ញុំដាក់ស្ករស5ស្លាបព្រាបាយបងប្អូនប្រហែលជាគិតថាស្វាយផ្អែមហើយចាំបាច់ដាក់ស្ករធ្វើអីអញ្ចឹងតែជាក់ស្ដែងទៅយើងដាក់ទៅគឺតំណាប់ស្វាយយើងរឹបរលោងល្អបើយើងអត់ដាក់វាអត់សូវរឹបរលោងល្អទេខ្ញុំដាក់តែប៉ុណ្្នឹងទេដោយសារតែស្វាយយើងផ្អែមស្រាប់ហើយយើងមិនចាំបាច់ដាក់ច្រើនទេហើយយើងកូរវាអញ្ចឹងបងប្អូនកូរនៅលើភ្លើងតិចៗចឹងទៅចាកុំឲ្យវាខ្លោចខាងក្រោមតែជាខ្លោចមិនរួចទេគាត់ថាយើងកូរវាទៅវាអត់សូវខ្លោចខាងក្រោមពេកទេសម្រាប់ស្វាយហ្នឹងបងប្អូនពេលដែលយើងកូរភ្លាមអញ្ចឹងពណ៌វានៅលឿងស្រស់តែនៅពេលដែលវាដាច់ទឹកវាប្រែពណ៌ទៅជារឿងលឿងទុំវិញចាហើយពេលនេះវាអត់ទាន់ដាច់ទឹកយើងលើកវាឡើងអញ្ចឹងទៅវាស្រក់តក់ដូចដំណក់ទឹកអីអញ្ចឹងតែនៅពេលដែលវាដាច់ទឹកល្អយើងលើកអញ្ចឹងឡើងគឺវាស្រក់ដែរតែស្រក់យឺតរបៀបស្អិតណាបងប្អូនចាឥឡូវនេះវាពុះហើយនេះកូរទៅពុះហើយពេលពុះហ្នឹងត្រូវប្រយ័ត្នមែនតើព្រោះអីខ្ញុំរលាកដៃដោយសារដំណាប់ស្វាយហ្នឹងច្រើនដងហើយបានខ្ញុំប្រាប់បងប្អូនឲ្យប្រយ័ត្នណាពេលវាពុះហ្នឹងចាកូរប្រយ័ត្នចាបងប្អូនអរគ្នាឥឡូវនេះខ្ញុំកូរវាដាច់ទឹកហើយនេះវាប្រែពណ៌បងប្អូនវាលែងលឿងស្រស់ហើយវាទៅជាលឿងទុំចាពណ៌របស់វាឡើងលឿងទុំហើយពេលដែលយើងលើកឡើងគឺវាស្អិតជាប់ឈើស្ទើរតែមិនស្រក់ទៅក្រោមទេចាអញ្ចឹងប៉ុណ្ណឹងឯងដែលគេសម្គាល់ថាតំណាប់ស្វាយហ្នឹងយើងកូរដាច់ទឹកណាចាបើវាអត់ទាន់ដាច់ទឹកយើងលើកឡើងវាហូរតក់ដូចតំណក់ទឹកអញ្ចឹងណាហើយពណ៌វាគឺនៅលឿងស្រស់តែនៅពេលដែលយើងកូរដាច់ទឹកល្អពណ៌របស់វានឹងប្រែទៅជាលឿងទុំហើយយើងលើកឈើកូរនឹងឡើងគឺវាស្អិតជាប់អត់ចង់ស្រក់ទៅក្រោមហ្នឹងអាហ្នឹងវាដាច់ទឹកណាបងប្អូនអញ្ចឹងប៉ុណ្ណឹងយើងដាក់ចុងទៅហើយទុកវាឲ្យត្រជាក់បន្តិចក៏បានទាំងក្តៅហ្នឹងក៏បានដែរយើងដួសដាក់ថាសដាក់អីយកទៅដាក់ហាលស្ដើងណាបងប្អូនចាចាបងប្អូនឥឡូវខ្ញុំលើកវាចុះមកនេះទុកឲ្យវារៀងចុះត្រជាក់បន្តិចហ្នឹងអញ្ចឹងខ្ញុំចាប់ផ្ដើមដួសដាក់ថាសដើម្បីយកទៅហាលចាហើយយើងដួសដាក់ថាសយើងដាក់វាមកល្មមកុំឲ្យវាក្រាស់ខ្លាំងពេកឲ្យតែធ្វើតំណាប់ស្វាយម្ដងបងប្អូនអើយដើរប្រមូលថាសប្រមូលអីមកអស់ហើយចាព្រោះអីយើងហាលបែបនេះវាស្រួលទុកស្រួលដាក់យើងហាលតាមបែបពីដើមមកវារៀងពិបាកទុកដាក់ព្រោះហាលមិនមែនមួយថ្ងៃទៅស្ងួតទេចា2ថ្ងៃអីបានស្ងួតហើយតើតាមេឃក្តៅខ្លាំងអញ្ចឹងដែរមេឃអត់សូវក្តៅក៏មិនមែន2ថ្ងៃស្ងួតដែរចាអញ្ចឹងយើងដួសវាហើយយើងវាឲ្យស្មើទៅស្ដើងល្មមណាបងប្អូនចាខ្ញុំយកវែកមកវាឲ្យស្មើនៅលើថាសហ្នឹងណាបងប្អូនមុននឹងយកទៅហាលសារថាសនេះវារៀងធំយើងដាក់បានរៀងច្រើនចា
thả tôi nhé dương sưu lấy đã máu hay dương còn là biển về smile chẳng nào bảo bố biển về smile mới tôi smile phải smile đấy vô về ta hà bà này ចាបងប្អូនមិនដឹងថាវងឃុំនេះមកពីណាទេគឺមកទុំតំណាប់ស្វាយខ្ញុំនេះសិតតែឃុំបងប្អូនកុំច្រឡំថារុយឃុំឯនេះសិតតែឃុំទុំតំណាប់ស្វាយអូអានេះច្រើនណាស់នេះថាសនេះច្រើនណាស់មេ4 10អត់ខ្លាចយើងទេណាឃុំព្រៃមិនមែនឃុំចិញ្ចឹមណាប៉ុន្តែដូចអត់ខ្លាចទេណាងងចាបងប្អូនតំណាប់ស្វាយហ្នឹងគឺខ្ញុំហាលបានមួយថ្ងៃពេញប៉ុន្តែតម្រាំតែខ្ញុំកោហើយអីហើយហ្នឹងវាថ្ងៃត្រង់ដែរអញ្ចឹងបើសរុបមែនតើគឺហាលបានមួយកណាត់ថ្ងៃគាត់ថាខែនេះមេឃវាក្តៅខ្លាំងហើយអញ្ចឹងវារឿងចង់ស្ងួតដែរស្អែកទៀតយើងអាចបកវាបានទេចាអញ្ចឹងថ្ងៃនេះខ្ញុំរើវាទុកសិនព្រោះអត់ទុកហាលម្សៅអីទៀតទេគឺយើងប្រមូលវាទុកស្អែកឡើងមិនយើងយកវាមកហាលទៀតអត់ខ្លាចចាបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកបកតំណាប់ស្វាយហើយតំណាប់ស្វាយខ្ញុំហ្នឹងគឺខ្ញុំហាលវាបាន2ថ្ងៃណាបងប្អូនអញ្ចឹងយើងត្រូវបកវាដើម្បីហាលប្រែត្រឡប់ទៅម្ខាងទៀតហើយនិយាយពីថាអូយល្អណាស់បងប្អូនហើយនេះឡើងរលើបរលោងហើយស្ដើងទុនគាត់តែឃើញហ្នឹងក៏ចង់ធ្វើដែរឲ្យតែល្អអញ្ចឹងប៉ុន្តែបើថាហូបវិញខ្ញុំចាមិនជាអ្នកណាស់អីហ្មងទេបងប្អូនតែគាត់ថាចូលចិត្តធ្វើអញ្ចឹងណាហើយនេះថាតែខ្ញុំហាលហ្នឹងវាមានក្បាច់ក្បូររចនាអញ្ចឹងទៅពេលដែលយើងបកឡើងគឺវាចេញជាប់មកស្អាតអញ្ចឹងណាបងប្អូនចាល្អមែនតើចាធ្វើខែនេះគឺស្រួលហាលស្រួលអីអញ្ចឹងណាហើយចំណែកការបកវិញខ្ញុំហាល2ថ្ងៃគឺខ្ញុំបកហើយបកប្រែវាណាបងប្អូនបើយើងអត់បកទេគឺវាកាន់តែក្រៀមកាន់តែស្ងួតទៅយើងពិបាកបកវិញបកមកវាដាច់អីអញ្ចឹងណានេះបងប្អូនឃើញហើយវាអត់មានជាប់ដៃជាប់អីទេគឺវាស្ងួតជាប់ទៅនឹងថាសហើយថាសនេះថាសជ័រអានេះវិញថាសដែកស្រួលបកជាងថាសជ័រទៀតបងប្អូនឥឡូវនេះខ្ញុំយកកូនកបាត់មកខ្ញុំឆ្កឹះឲ្យវាមានមុខសិនមុននឹងយើងបកព្រោះអីវាក្រៀមជាប់នៅខាងកែមថាសបងប្អូនអញ្ចឹងយើងធ្វើមិនឲ្យមានមុខស្រួលឲ្យយើងបកឡើងណាចាទៅយើងបកវាឡើងណាបងប្អូនអើយទុនហើយស្វិតអត់មានផុយអីទេល្អមែនតើអានេះខ្ញុំបកបានច្រើនដែរឡើងថាសមកកំណើហើយបងប្អូនច្រើនប្រទេសហើយថាសដែកហ្នឹងក៏ដូចគ្នាដែរយើងឆ្កឹះវាមានមុខសិនបានយើងបកទៅដោយល្អណា
អញ្ចឹងទេបកឡើងទៅវាស្អិតវាដាច់អីចឹងទៅថាបានមុខវាបកឡើងហើយវាលក្ខណៈថា smooth រលោងមកហ្មងបងប្អូនស្ដើងមែនតែបកឡើងអត់ដាច់ទេបងប្អូនឡើងទន់ស្វិតហ្មងចាអូល្អណាស់បងប្អូនហើយនេះខ្លាឆ្វង់ចាបកថាសជ្រុងម្ដងនិយាយទៅឲ្យតែធ្វើតំណាប់ស្វាយម្ដងចាប្រមូលមកអស់ហើយថាសនៅក្នុងទូមិនរើមកទាំងអស់យកមកហាលបងប្អូនចារូបរាងថាសបែបមិនចេញមកអញ្ចឹងល្អណាស់បានរលោងណាបត់ចូលគ្នាមិនក៏បានដែរហើយបងប្អូនបើសិនជាអត់ចូលចិត្តឲ្យវារឹងខ្លាំងពេកស្វិតខ្លាំងពេកទេប៉ុណ្ណឹងបងប្អូនអាចយកទុកក្នុងទូទឹកកកបានចាតែបើថាទុកខាងក្រៅតែលោវាខូចទេព្រោះអីវាអត់ទាន់ស្ងួត 100% ទេចាតើយើងហាលវាស្ងួតបានយើងទុកបានយូរបើថាហាលប៉ុណ្ណេះទុកបានត្រឹមរយៈពេល1ខែអីតែបើថាទុកយូរយ៉ាងនឹងអីប្រហែលជាអាចដុះផ្សិតដុះអីព្រោះអីវាអត់ទាន់ស្ងួត 100% ទេចាចឹងមកបងប្អូនចង់ទុកយូរយកទៅហាលវាថែមទៀតដូចខ្ញុំនេះខ្ញុំបកហើយខ្ញុំហាលវាមួយថ្ងៃពីរថ្ងៃទៀតដល់ខ្ញុំយកទុកហ៎បងប្អូនចាចាឥឡូវនេះថាសតូចបកហើយអស់ហើយថាសធំមកបកម្ដងចាបងប្អូនអរគ្នាឥឡូវនេះយកទាំងថាសធំមកបកម្ដងស្ងួតហើយកន្លែងកែមហ្នឹងភាគច្រើនគឺវាក្រៀមដោយសារតែវាស្ដើងបកខាងឲ្យស្អាតសិនព្រោះទាញមិនស្រួលទេវាដាច់អត់ស្អាតវាអត់នៅទាំងរង្វង់ថាសហ្នឹងទេចាបងប្អូននេះទាំងធំណាស់ហើយចាស់ពីមុនមកកាលណាគាត់បកបានអញ្ចឹងហើយគឺគាត់យកទៅហាភ្ជួរហាដាក់ខ្សែដូចហាខោអាវដូចហាអីអញ្ចឹងណាបងប្អូនចាអូយល្អណាស់បងប្អូនហើយអត់តែឃើញល្អអញ្ចឹងចេះចង់ធ្វើតែធ្វើហើយហ្នឹងក៏លែងចង់ឃ្លានដែរបងប្អូនព្រោះអីវាសបោពេកមិនមែនថាវាអត់ឆ្ងាញ់ទេប៉ុន្តែវាសបោពេកដល់ពេលសបោពេកទៅវាលែងឃ្លានណាចាល្អណាស់បងប្អូនអើយតុនហើយស្វិតរលោងចាបងប្អូនអរគ្នាអញ្ចឹងនេះគឺជាដំណាប់ស្វាយដែលខ្ញុំបានធ្វើហ្នឹងណាបងប្អូនចាល្អណាស់អញ្ចឹងហើយខែនេះបើសិនជាសាប៊ូស្វាយទុំហូបមិនអស់អីបងប្អូនអាចកែច្នៃវាទៅជាដំណាប់ស្វាយដូចដែលខ្ញុំបានធ្វើបង្ហាញជូនបានចាយើងទុកហូបនៅពេល
ខែដែលរដូវដែលវាអស់ផ្លែស្វាយណាចាហូបមួយទឹកតែឬក៏ជួបជុំបងប្អូនអីអញ្ចឹងយកមកប្រទេសពីប្រទេសមកចែកគ្នាចាហូបលេងកំដរមាត់អីអញ្ចឹងណាឆ្ងាញ់ចាហើយចាសំខាន់ហ្នឹងគឺថាផ្អែមបែបថាផ្លែស្វាយពីធម្មជាតិមកទៀតណាបងប្អូនចាអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាការធ្វើដំណាប់ស្វាយដែលខ្ញុំបានបង្ហាញជូនបងប្អូននៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេចាជួបគ្នាឱកាសក្រោយចាអរគុណសម្រាប់ការគាំទ្រជូនពរសំណាងល្អគ្រប់គ្នាជម្រាបលាបងប្អូន